ចឹងសម្រាប់ការបាញ់បងនេះឃើញមានចេញត្រួយលាស់មកស្អាតសម្រាប់ចន្ទទីបងក៏បានប្រើជីខានព្រីមៀមែនបងបាទហើយសម្រាប់បងបានប្រើជីខានព្រីមៀហ្នឹងលើកចុងក្រោយនេះបងបានប្រើទៅលើអន្ត្រីហៃសូ2គីឡូអន្ត្រីផ្កា2គីឡូហើយស៊ីវិតម្ដងលេខទឹក1លីត្របាញ់ទៅលើចំការបងបាញ់ជាងនេះគឺបងបាញ់បំពន់ទៅលើត្រួយនិងប្រទេសយុបការណាបងបាទអញ្ចឹងសម្រាប់ការបាញ់បងនេះឃើញមានចេញត្រួយលាស់មកស្អាតបាទមានតោមចេញផ្កាមកសម្រាប់ពីមុនមកបងបាញ់ទៅវាយ៉ាងម៉េចដែរអត់ចាប់បានទេដល់ពេលយើងប្រើអន្ត្រីណាទៅវាក្រាំមានគ្រូបច្ចេកទេសចោះមកជួយតាមដានបងជួយប្រសាយោបល់ហើយណែនាំជីអានបន្ថែមណាបងបាទពីដើមដៃមករហូតដល់ប៉ុណ្ណេះបងប្រើបាន3ជើងហើយសម្រាប់លទ្ធផលគឺបងបាញ់បានល្អហើយចេញត្រួយមកបានស្អាតដើរមកស្រុកគ្នាល្អបាទអញ្ចឹងអរគុណច្រើនបងបាទ